នៅពេលដែលខ្ញុំបានទៅលេងស្រុកលើកក្រោយខ្ញុំព្យាយាមថតនៅក្នុងស្រុកមួយបានច្រើនដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាព្រោះអីដោយសារតែទៅលេងស្រុកលើកមុនទៅលេងបានតែ4ថ្ងៃដូច្នេះហើយគឺអត់មានបានតាណាឆ្ងាយទេភាគច្រើនគឺនៅតែផ្ទះនឹងឯងពុកម៉ែបងប្អូនហើយនៅពេលដែលខ្ញុំបានទៅលេងស្រុកលើកក្រោយទៀតខ្ញុំនឹងព្យាយាមថតអំពីតំបន់ទេសចរនៅក្នុងខេត្តពោធិ៍សាត់តំបន់បឹងទន្លេសាបនិងតំបន់ដែលខ្ញុំរស់នៅហើយតំបន់ដែលខ្ញុំរស់នៅហ្នឹងគឺស្ថិតនៅក្នុងភូមិឃ្លាំងមឿងឃុំអន្លង់ថ្នោតស្រុកក្រកោខេត្តពោធិ៍សាត់ចម្ងាយពីផ្លូវជាតិលេខ5ប្រហែល700ម៉ែត្រចំណែកនៅបឹងទន្លេសាបវិញគឺនៅឆ្ងាយពីផ្ទះខ្ញុំដែរចម្ងាយប្រហែល10គីឡូម៉ែត្រអីដែរពុកម៉ែបងប្អូនហើយភាគច្រើនគឺខ្ញុំកម្របានទៅលេងនៅខាងទន្លេខ្លះមែនតើហើយយូរបានទៅម្ដងទៅបាន2ដងអីហ្នឹងហើយចាំមើលនៅពេលដែលខ្ញុំទៅនេះខ្ញុំនឹងឆ្លៀតទៅថតនៅខាងបឹងទន្លេសាបនៅខាងផ្ទះបដែតទឹកភូមិបដែតទឹកហើយដែលគេហៅថាកំពង់លួងនឹងឯងពុកម៉ែបងប្អូននៅខាងឃុំកំពង់លួងស្រុកក្រកោខេត្តពោធិ៍សាត់ហើយនៅខាងបឹងទន្លេសាបហ្នឹងគឺមានប្រជាជនរស់នៅខាងលើទឹកមានភូមិបដែតទឹកមានអីចឹងទៅហើយមានអ្នកទន្លេគាត់ប្រកបរបរនេសាទត្រីជាដើមហើយតំបន់ដែលខ្ញុំទៅលេងភាគច្រើនគឺនៅតំបន់ខាងព្រៃភ្នំវិញពុកម៉ែបងប្អូនតំបន់ទេសចរធម្មជាតិមានដូចជារមណីយដ្ឋានទឹកធ្លាក់ច្រលអៀងហើយចំពោះរមណីយដ្ឋានទឹកធ្លាក់ច្រលអៀងវិញគឺនៅចម្ងាយពីផ្លូវជាតិលេខ5ប្រហែល43គីឡូម៉ែត្រទេពេលទៅដល់គឺមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនមានទឹកធ្លាក់មកពីលើថ្មច្រើនតំណាក់កាលហើយមានថ្មធំធំហើយទឹកថ្លាដូចកញ្ចក់អញ្ចឹងហើយទឹកវិញគឺត្រជាក់ដូចទឹកកកហើយនៅពេលដែលមានខែបនខែទៀនអញ្ចឹងទៅគឺមានភ្ញៀវទេសចរក៏ទៅលេងកម្សាន្តច្រើនខ្លាំងមែនទែនហើយទោះបីជាមានថ្ងៃសៅរ៍ថ្ងៃអាទិត្យក៏មានប្រជាជនទៅលេងកម្សាន្តដែរពុកម៉ែបងប្អូនហើយភាគច្រើនគឺខ្ញុំទៅលេងតែរមណីយដ្ឋានទឹកធ្លាក់ច្រលអៀងទេមួយឆ្នាំគឺទៅលេង2ដងពេលដែលចូលឆ្នាំផងពេលប្រជុំផងពេលទៅតាំងពីនៅក្មេងៗរហូតដល់ឥឡូវនេះគឺពុកម៉ែក៏នាំទៅអញ្ចឹងទៅហើយនៅទីហ្នឹងគឺមានលក់របស់របរច្រើនហើយមានទេសភាពធម្មជាតិមានដើមឈើធំធំហើយនៅជាប់ជាមួយនឹងជួរភ្នំក្រវាញនឹងឯងក្រៅពីនោះក៏មានតំបន់ទេសចរផ្សេងទៀតដែរគឺដូចជាទឹកធ្លាក់ថ្មដាតូចទឹកធ្លាក់ថ្មដាធំនៅខាងស្រុកវាលវែងហើយក៏មានភ្នំ1005ដែលគេហៅថាផ្លូវអន្ទង់អាងហ្នឹងនៅខាងស្រុកវាលវែងដែរពុកម៉ែបងប្អូនហើយនៅមានតំបន់ទេសចរនៅខាងស្រុកភ្នំក្រវាញនៅខាងស្រុកកណ្ដៀងស្រុកបាកានអីផ្សេងទៀតហើយនៅពេលណាដែលខ្ញុំមានពេលខ្ញុំនឹងឆ្លៀតទៅថតនៅកន្លែងរមណីយដ្ឋានប្រវត្តិសាស្ត្រអកញ៉ាឃ្លាំងមឿងនៅខាងស្រុកបាកានឹងឯងហើយក៏មាននៅសំពៅមាននៅទីរួមខេត្តពោធិ៍សាត់ដែរពុកម៉ែបងប្អូននិយាយរួមទៅខេត្តពោធិ៍សាត់គឺមានតំបន់ទេសចរច្រើនចាំមើលពេលដែលខ្ញុំបានទៅស្រុកខ្ញុំនឹងដើរទៅលេងឲ្យបានច្រើនអញ្ចឹងណាមួយក៏តាក់ទងជាមួយនឹងមុខវិជ្ជាដែលខ្ញុំរៀនផងដែរជំនាញដែលខ្ញុំរៀនហ្នឹងគឺខាងប្រវត្តិសាស្ត្រដូច្នេះហើយបើសិនបានស្គាល់ទីតាំងភូមិសាស្ត្រច្រើនអញ្ចឹងទៅក៏អាចបរិយាចំណេះដឹងបន្ថែមថ្មីបន្ថែមទៀតហើយអាចថតផ្សព្វផ្សាយសម្រាប់ចែកបញ្ជូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាពុកម៉ែបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹង